គ្រោះធម្មជាតិភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ើងដំបូលផ្ទះសង្កសីហោះចម្ងាយជិត30ម៉ែត្រធ្លាក់លើផ្លូវសាធារណៈចំលើអ្នកធ្វើដំណើររងរបួសក្តៅចិត្តពេកអ្នកធ្វើដំណើររូបនោះក៏ប្តឹងម្ចាស់ផ្ទះទៅតុលាការទារថ្លៃជំងឺចិត្តទំហំសាច់ប្រាក់$8,000សម្លេងចំមុខថប់បេសិកាថនណាផេកជួយកម្ចាត់បាក់តេរីមិនល្អសម្អាតជាតិខ្លាញ់លើសតែមុខព្យាបាលមុខមុននិងជួយបង្រួមរំលាយបានយ៉ាងល្អចង់ឲ្យមុខស្អាតរលោងភ្លឺថ្លាសូមប្រើសម្លេងថប់បេសិកាថនណាផេកយោងតាមការផ្ដល់ព័ត៌មានពីម្ចាស់ផ្ទះដែលមានឈ្មោះថាស្រីសុកនភេទស្រីបានបង្ហោះរៀបរាប់នៅលើបណ្ដាញសង្គមថាតើសមដែរឬទេបងប្អូនក្នុងនាមនាងខ្ញុំជាម្ចាស់ផ្ទះពិតជារងនៅអំពើអយុត្តិធម៌ខ្លាំងណាស់ដែលផ្ទះរបស់នាងខ្ញុំត្រូវរងនៅគ្រោះធម្មជាតិខ្យល់បោកបក់កន្ត្រាក់ខូចខាតផ្ទះរបស់នាងខ្ញុំហើយខ្ញុំត្រូវរងបណ្ដឹងនៅទំហំសាច់ប្រាក់$8,000ទៅទៀតគាត់បានសុំមតិពីបងប្អូនមហាជនថាបើសិនជាករណីនេះគាត់ខុសគាត់នឹងព្រមទទួលសងគេនៅអ្វីដែលគេប្តឹងប៉ុន្តែបើសិនជាគាត់មិនខុសទេសូមបងប្អូនមហាជនឬអ្នកណាក៏បានសូមជួយរកយុត្តិធម៌ជូនគាត់ផងបងស្រីសុកនក៏បានបន្តផ្ដល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានសានព្រំថាកាលពីថ្ងៃទី14កក្កដាឆ្នាំ2023នៅវេលាម៉ោង4មានករណីភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបក់ទាំងដំបូលផ្ទះរបស់គាត់ដែលមានទំហំ5x13ម៉ែត្រប៉ើងចម្ងាយជិត30ម៉ែត្រធ្លាក់នៅលើផ្លូវសាធារណៈបណ្ដាលឲ្យធ្លាក់ចំទៅលើអ្នកធ្វើដំណើរបើកបរនៅលើផ្លូវសាធារណៈម្នាក់ដែលជាអ្នកភូមិជាមួយគ្នាមានឈ្មោះថាចៅអៀងអាយុ63ឆ្នាំបណ្ដាលឲ្យរងរបួសនៅពេលនោះផងដែរក្រុមគ្រួសាររបស់ម្ចាស់ផ្ទះដែលមានដូចជាប្តីរបស់ម្ចាស់ផ្ទះមានឈ្មោះថាសុខាល័យព្រមទាំងប្អូនស្រីរបស់ម្ចាស់ផ្ទះដែលមានទម្ងន់ពោពោះផងនោះក៏បាននាំគ្នាស្ទុះស្ទាទៅជួយលើកដំបូលផ្ទះនិងជួយលើកអ្នកដែលរងគ្រោះហើយក៏បានយកចិត្តទុកដាក់ជួយជូនទៅមន្ទីរពេទ្យជួយចេញថ្លៃព្យាបាលថ្នាំពេទ្យផ្សេងជួយយកចិត្តទុកដាក់សពបែបយ៉ាងបែរជារំលងបានត្រឹមតែ2ថ្ងៃជនរងគ្រោះរូបនោះក៏មិនមានការយោគយល់មកកាន់ម្ចាស់ផ្ទះទេថែមទាំងបានប្តឹងម្ចាស់ផ្ទះទៅកាន់តុលាការទារសំណង$5,000ធ្វើឲ្យម្ចាស់ផ្ទះមានសេចក្តីខកចិត្តយ៉ាងខ្លាំងដោយគិតថាអ្នករងរបួសនោះគឺជាអ្នកភូមិជាមួយគ្នាសោះហើយគួរតែមានការយោគយល់ព្រោះនេះមិនមែនជាករណីអំពើហិង្សាប៉ុនប៉ងគិតទុកជាមុនអីទេវាគឺជារឿងចៃដន្យគ្រោះធម្មជាតិហើយក៏មិនបានរងរបួសដល់អាយុជីវិតអីដែរដែលក្រុមគ្រួសារខាងម្ចាស់ផ្ទះបានខំយកចិត្តទុកដាក់ជួយជូនទៅមន្ទីរពេទ្យហើយក៏រាប់ជួយចេញថ្លៃព្យាបាលផ្សេងបែរជាអ្នករងគ្រោះប្តឹងទារទំហំសាច់ប្រាក់ដល់$8,000យោងតាមការផ្ដល់ព័ត៌មានពីម្ចាស់ផ្ទះនៅក្នុងបណ្ដឹងសំណង$8,000នេះត្រូវបែងចែកជា3ផ្នែកដោយ$1,500ឲ្យទៅថ្លៃមេធាវី$1,500ទៀតឲ្យទៅថ្លៃព្យាបាលនឹងថ្នាំពេទ្យនិង$5,000ថ្លៃជំងឺចិត្តខាងម្ចាស់ផ្ទះនៅតែកើតទុកមិនសុខចិត្តតើមូលហេតុអ្វីបែរជាទារ$1,500ឲ្យទៅខាងមេធាវីដែលជាមេធាវីគឺជាមេធាវីការពារក្តីឲ្យខាងភាគីនៃអ្នករងរបួសសោះបែរជាមកទារ$1,500ពីខាងម្ចាស់ផ្ទះទៅវិញហើយមួយវិញទៀតទារថ្លៃជំងឺចិត្តរហូតដល់$5,000តើស័ក្តិសមដែរឬទេក្នុងនាមជាអ្នកភូមិរស់នៅជាមួយគ្នាគួរតែមានការយោគយល់ដែលម្ចាស់ផ្ទះកំពុងតែជួបទុក្ខលំបាកផ្ទះត្រូវបានខូចខាតដោយសារតែគ្រោះធម្មជាតិវាយលុកបោកបក់ប៉ើងដំបូលផ្ទះហើយភ្លេងលិចពេញផ្ទះកំពុងតែធ្វើការបាច់ទឹកឬរៀបចំខោអាវឬផ្ទះមិនទាន់ទាំងរៀបចំផ្ទះបានស្រួលផងស្រាប់តែឃើញពាក្យមិនដឹងដល់ផ្ទះទៅបាត់ធ្វើឲ្យម្ចាស់ផ្ទះក្តៅស្លឹកទៅជែកអស់អារម្មណ៍ទៅសួរសុខទុក្ខអ្នកជំងឺបន្តទៀតគួររំលឹកផងដែរថាហេតុការណ៍មួយនេះត្រូវបានកើតឡើងតាំងពីថ្ងៃទី14កក្កដាឆ្នាំ2023នៅវេលាម៉ោង4ល្ងាចដែលស្ថិតនៅក្នុងភូមិព្រៃទប់ឃុំស្រងែស្រុកទ្រាំងខេត្តតាកែវយោងតាមការផ្ដល់ព័ត៌មានពីបងស្រីសុកនដែលជាម្ចាស់ផ្ទះបានលើកឡើងថានៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរក្រុមការងារកាកបាទក្រហមសាខាឃុំស្រងែក៏បានចេញលិខិតបំភ្លឺនិងសេចក្តីរាយការណ៍ទៅកាន់គណៈកម្មការកាកបាទក្រហមខេត្តតាកែវថានេះគឺពិតជាគ្រោះធម្មជាតិ
ខ្យល់កន្ត្រាក់ភ្លៀងបោកបក់ធ្វើឲ្យប៉ើងដំបូលផ្ទះពិតមែនដែលមានការទទួលស្គាល់ដឹងឮពីក្រុមការងារកាកបាទក្រហមថាពិតជាគ្រោះធម្មជាតិកើតឡើងដោយការចៃដន្យប៉ុន្តែហេតុអ្វីបានជាភាគីខាងរងរបួសនោះមិនមានការយោគយល់នៅតែបន្តការប្តឹងទៅកាន់តុលាការទារនៅទំហំសាច់ប្រាក់រហូតដល់$8,000ធ្វើឲ្យភាគីម្ចាស់ផ្ទះកើតទុក្ខមិនសុខចិត្តចំពោះរឿងរ៉ាវមួយនេះដែលខ្លួនគិតថាគ្រាន់តែជាករណីតិចតួចអាចសម្របសម្រួលចរចាគ្នាបានព្រោះនេះគឺជាគ្រោះធម្មជាតិប៉ុន្តែបែរជាចរចាមិនត្រូវគ្នាសោះភាគីខាងនោះមិនព្រមទទួលថ្លៃសំណងថ្នាំពេទ្យឬក៏ការចរចាណាមួយទេគឺដឹងតែប្តឹងទារសំណង$8,000ទៅកាន់តុលាការហេតុនេះហើយទើបរឿងមួយនេះធ្វើឲ្យម្ចាស់ផ្ទះផ្ដល់ព័ត៌មានមកកាន់អង្គភាពសារព័ត៌មានធ្វើការចុះផ្សាយដើម្បីសុំមតិពីបងប្អូនមហាជនថាតើរឿងនេះស័ក្តិសមដែរឬទេសម្រាប់ការប្តឹងផ្ដល់ឡើងទៅតុលាការហើយសូមពឹងបងប្អូនធ្វើការជួយចែករំលែកនៅព័ត៌មានមួយនេះសម្រាប់ការពិចារណាទាំងអស់គ្នាដូចនេះចង់ដឹងព័ត៌មានលម្អិតនិងពិតកើតឡើងយ៉ាងណាសូមទៅស្ដាប់ការបំភ្លឺនិងការផ្ដល់បទសម្ភាសន៍តាមរយៈខ្សែអត្ថទូរស័ព្ទពីភាគីម្ចាស់ផ្ទះដូចតទៅ សម្លេងចំមុកថាប់បេសិកាថនណាផេកជួយកម្ចាត់បាក់តេរីមិនល្អសម្អាតជាតិខ្លាញ់លើផ្ទៃមុខព្យាបាលមុខមុននិងជួយបង្រួមរំលាយបានយ៉ាងល្អចង់ឲ្យមុខស្អាតរលោងភ្លឺថ្លាសូមប្រើសម្លេងថាប់បេសិកាថនណាផេក